បាទសួស្តីប្រិយមិត្តជាទីរាប់អានតើបងប្អូនណាខ្លះដែលចង់ចេះអំពីរបៀបយើងសែវលេខទូរស័ព្ទមិត្តភ័ក្តិឬក៏បងប្អូនទុកនៅក្នុងម៉ាស៊ីនទូរស័ព្ទរបស់យើងឲ្យបានដើម្បីរក្សាទុកឲ្យបានយូរណាបាទដើម្បីតាក់ទងគ្នាទៅថ្ងៃក្រោយអញ្ចឹងបើសិនណាជាបងប្អូនចង់ចេះបងប្អូនតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទហ្នឹងហើយខ្ញុំជឿជាក់ថាមានបងប្អូនខ្លះដែលគាត់មិនទាន់ចេះអញ្ចឹងបើសិនណាបងប្អូនណាចេះហើយបងប្អូនអូនម្ដងចុះចឹងដើម្បីចេះធ្វើបងប្អូនចូលតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទជាដំបូងយើងចុចទៅលើការខលហ្នឹងបងណាកន្លែងសញ្ញាទូរស័ព្ទបាទបន្ទាប់មកយើងមើលលេខណាដែលយើងត្រូវរក្សាទុកឬយើងដាក់ឈ្មោះបងណាអញ្ចឹងយើងចុចមកលើសញ្ញាទៀនមកបាទលេខដែលយើងចង់សែវដាក់ឈ្មោះបាទចុចពឹបលើហ្នឹងមកបាទបន្ទាប់មកយើងចុចទៅលើកន្លែងត្រេនេះត្រេ2បងណាកន្លែងត្រេ2មកពឹបបន្ទាប់មកយើងចុចចំកន្លែងកែមកណាព្រោះលេខទូរស័ព្ទនេះខ្ញុំបានដាក់ឈ្មោះម្ដងហើយបាទអញ្ចឹងចុចកន្លែងកែមកបាទបន្ទាប់មកយើងសរសេរឈ្មោះទៅណាបងប្អូនយើងឈ្មោះអីយើងសរសេរមកបាទអញ្ចឹងខ្ញុំសរសេរឧទាហរណ៍បងប្អូនមើលបាទអញ្ចឹងមកដកគ្នាបន្តិចបាទអញ្ចឹងមកហើយយើងដាក់ឈ្មោះឬដាក់ភូមិអញ្ចឹងមកបាទកុំឲ្យច្រឡំបងប្អូនណាបាទហើយយើងដាក់អញ្ចឹងមកបាទរួចហើយយើងចុចកន្លែងខាងលើបងណារក្សាទុកបាទចុចរក្សាទុកមកបាទតែប៉ុណ្ណេះអូខេបងណាបាទយើងអាចរក្សាទុកនៅក្នុងម៉ាស៊ីនបានអរគុណច្រើនសម្រាប់ការតាមដានបើសិនណាជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមបងប្អូនជួយ follow page like share ឬក៏ចុច subscribe YouTube ម្នាក់មួយផងបាទបងប្អូននឹងទទួលបានវីដេអូថ្មីៗក្រោយទៀតអរគុណបាទសូមជម្រាបលា